ព្រះត្រៃបិដកលេខ52ទំព័រ49បន្ទាត់9អត្តានំឧបមង្កត្វាបុគ្គលគួរធ្វើខ្លួនឲ្យជាឧបមាសត្វទាំងឡាយគ្រប់ប្រាណតែងតក់ស្លុតនឹងអញ្ញាការវាយដំព្យាបាទបៀតបៀននិងខ្លាចចំពោះសេចក្តីស្លាប់ដ៏យ៉ាងក្រៃលែងបុគ្គលគួរធ្វើខ្លួនឲ្យជាឧបមាមិនគប្បីប្រហារមិនគប្បីបៀតបៀនសត្វទាំងឡាយឡើយជីវិតជាទីស្រឡាញ់ជាទីហួងហែងដ៏ក្រៃលែងនៃសត្វទាំងឡាយគ្រប់ជីវិតប្រាថ្នាសុខប្រាថ្នាការរស់នៅជាមួយនឹងបុគ្គលជាទីស្រឡាញ់ជាមួយនឹងទ្រព្យសម្បត្តិនិងសេចក្តីប្រសើរគ្រប់យ៉ាងបុគ្គលគួរមានខ្លួនឯងជាគ្រឿងប្រៀបធៀបគួរអប់រំមេត្តាចិត្តព្រះបរមសាស្តាទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះចេតពុនទ្រង់ប្រារព្ធពួកភិក្ខុឆាបគីពួកភិក្ខុមានគ្នា6អង្គនេះបានទះតប់ដោយដៃទៅលើពួកភិក្ខុដទៃបន្ទាប់ពីព្រះដ៏មានព្រះភិក្ខបញ្ញត្តិសិក្ខាបទហើយព្រះអង្គទ្រង់ត្រាស់ប្រទានឱវាទថាមនាលភិក្ខុទាំងឡាយជាធម្មតាភិក្ខុរមែងដឹងថាសត្វដទៃរមែងតក់ស្លុតចំពោះអញ្ញាដូចជាអាត្មាអញដែរទើបព្រះអង្គទ្រង់ត្រាស់ពីព្រះគាថាដូច្នេះថាសัพបេតសន្តិដណ្ដសៈសัพបេភយន្តិមច្ចុណោអត្តានំឧបមង្កត្វានហនយៈនខតយេសត្វទាំងឡាយគ្រប់ប្រាណតែងតក់ស្លុតនឹងអញ្ញាសត្វទាំងឡាយតែងខ្លាចចំពោះសេចក្តីស្លាប់គ្រប់រូបបុគ្គលគួរធ្វើខ្លួនឲ្យជាឧបមាហើយមិនគួរប្រហារដោយខ្លួនឯងមិនគួរប្រើគេឲ្យប្រហារឡើយសัพបេតសន្តិដណ្ដសៈសัพបេសੰជីវិតੰពីយ៉ាងអត្តានំឧបមង្កត្វានហនយៈនខតយេសត្វទាំងឡាយគ្រប់ប្រាណតែងតក់ស្លុតនឹងអញ្ញាព្រោះថាជីវិតជាទីស្រឡាញ់របស់សត្វទាំងពួងបុគ្គលគួរធ្វើខ្លួនឲ្យជាឧបមាហើយមិនគួរប្រហារដោយខ្លួនឯងមិនគួរប្រើគេឲ្យប្រហារឡើយ